안녕하세요 여러분สุดๆអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងគឺយើងរៀនអំពីចំណុចទី7 Hangul Ignin Phangbop របៀបអានអក្សរកូរ៉េតោះអញ្ចឹងយើងទៅមើលទាំងអស់គ្នាចឹងយើងមើលការបញ្យល់របស់ Kason អញ្ចឹងពាក្យដែលបញ្ចប់ដោយព្យញ្ជនៈឬក៏មានជើងដូចជាព្យញ្ជនៈ Kyok នេះអឿនទីគឺរីអឿលព្យញ្ជនៈទាំង19តួដែលយើងបានរៀនហើយកាលពីមេរៀនមុនណោះហើយពាក្យបន្ទាប់ផ្ដើមដោយព្យញ្ជនៈអ៊ីអ៊ឹងឬក៏ស្រៈអាយ៉ាអយ៉អូយ៉ូស្រៈទាំង21ដែលយើងបានរៀនកាលពីមេរៀនមុនដូចគ្នាគឺយើងត្រូវយកព្យញ្ជនៈឬក៏យកជើងនេះព្យញ្ជនៈឬក៏ជើងខាងលើហ្នឹងមកប្រកបជាមួយស្រៈដែលនៅខាងមុខមកប្រកបជាមួយស្រៈដែលនៅខាងមុខនេះតោះអញ្ចឹងយើងទៅមើលឧទាហរណ៍បន្ទាប់ដើម្បីឲ្យយើងយល់កាន់តែច្បាស់ចាអញ្ចឹងមុននឹងមកឧទាហរណ៍នេះខ្ញុំសូមបញ្យល់កន្លែងនេះសិនអញ្ចឹងកន្លែងនេះគឺគេដាក់បញ្យល់ប្រាប់យើងហើយអានេះគឺជានិយមន័យនេះគឺជាឧទាហរណ៍អញ្ចឹងយើងមើលពាក្យផាប់ផស្អាផាមបផាប់ផាប់អ៊ឺលផាប់អ៊ឺលធម្មតាគឺយើងអានអញ្ចឹងមែនទេប៉ុន្តែនៅក្នុងភាសាកូរ៉េគឺគេអត់អានផាប់អ៊ឺលទេអ្នកទាំងអស់គ្នាគឺគេអានលើកជើងអញ្ចឹងករណីម៉េចបានគេលើកជើងករណីបានគេអត់លើកជើងអញ្ចឹងករណីលើកជើងគឺករណីដែលឈៀងទី1ឬក៏ពាក្យទី1នេះបញ្ចប់ដោយជើងឬក៏បញ្ចប់ដោយព្យញ្ជនៈអញ្ចឹងយើងមើលនេះអានេះពាក្យផាប់នេះបញ្ចប់ដោយអីគេបញ្ចប់ដោយភីអ៊ឺបព្យញ្ជនៈភីអ៊ឺបមែនអត់ឬក៏វាអាចនិយាយថាមានជើងភីអ៊ឺបហើយពាក្យបន្ទាប់ផ្ដើមដោយស្រៈឬក៏ព្យញ្ជនៈអ៊ីអ៊ឹងអញ្ចឹងយើងមើលនេះស្រៈអីគេស្រៈអ៊ឺមែនអត់ហើយអានេះព្យញ្ជនៈអ៊ីអ៊ឹងអញ្ចឹងស្រៈអ៊ឺអញ្ចឹងដូចគ្នានិយមដូចគ្នាជាមួយនឹងនិយមន័យរបស់យើងហើយអញ្ចឹងយើងត្រូវធ្វើម៉េចគឺយើងត្រូវយកជើងឬក៏យកព្យញ្ជនៈហ្នឹងយកមកបូកជាមួយស្រៈបន្ទាប់អញ្ចឹងបានន័យថាយើងលើកជើងភីអ៊ឺបនេះលើកជើងភីអ៊ឹបហ្នឹងមកកន្លែងមកចំនួនកន្លែងអ៊ីអ៊ឹងអញ្ចឹងអាហ្នឹងលើកជើងទៅបាត់ហើយលើកជើងភីអ៊ឹបទៅបាត់ហើយអញ្ចឹងនៅសល់តែផាប់នៅសល់តែផាណាផាប់លើកជើងភីអ៊ឹបទៅបាត់នៅសល់តែផាហើយភីអ៊ឹបនេះលើកមកចំនួនអ៊ីអ៊ឹងអញ្ចឹងវាទៅជាអីគេទៅជាពើលេងអ៊ឺលទេណាអញ្ចឹងគឺយើងអានថាផាពើយើងសរសេរគឺយើងសរសេរផាប់អ៊ឺលប៉ុន្តែដល់ពេលយើងអានគឺយើងអានថាផាពើផាពើអាហ្នឹងគឺចាំបាច់ត្រូវតែលើកជើងពួកអីការអានភាសាកូរ៉េគឺតម្រូវឲ្យយើងអានលើកជើងអញ្ចឹងយើងមិនអានតាមស្រៈព្យញ្ជនៈដែលដាក់មកហ្នឹងទេណាតោះអញ្ចឹងយើងនឹងមើលឧទាហរណ៍បន្តទៀតមកអយ៉ូមកអយ៉ូអញ្ចឹងយើងឃើញអត់ពាក្យមកបញ្ចប់ដោយព្យញ្ជនៈខៀកអញ្ចឹងពាក្យបន្ទាប់នេះមានអ៊ីអ៊ឹងឬក៏ស្រៈអញ្ចឹងយើងត្រូវធ្វើម៉េចគឺយើងត្រូវយកព្យញ្ជនៈហ្នឹងមកជំនួសឬក៏យកមកបូកជាមួយនឹងស្រៈនេះអញ្ចឹងទៅជាអីគេមកនេះខៀកលើកមកលើឯណាចឹងនៅសល់មកកន្លែងនេះស្រៈអជំនួសដោយអក្សរខៀកបូកស្រៈអទៅជាអីគេខអញ្ចឹងយើងអានថាមកយោយល់ហើយណាតើចឹងយើងមើលឧទាហរណ៍របស់យើងលេខ1ផាំងងឿលដោយសារយើងលើកជើងអ៊ីអ៊ឹងមកទៅមកលេខ2គុកគឿនលេខ3នូនឿលលេខ4ហារិនលេខ5សាណេលេខ6ភូរលេខ7កាក់កាលេខ8ផាត់តាលេខ9ណែសលេខ10វ៉ាសចឹងតើណាអ្នកទាំងអស់គ្នាគឺក្នុងការអានភាសាកូរ៉េគឺយើងប្រកបស្រៈព្យញ្ជនៈជាមួយគ្នាដូចយើងអានភាសាខ្មែរអញ្ចឹងគ្រាន់តែថាភាសាកូរ៉េបើសិនជាវាមានពាក្យផ្គុំជាមួយគ្នាពាក្យទី1បញ្ចប់ដោយព្យញ្ជនៈឬក៏មានជើងហើយពាក្យទី2ផ្ដើមដោយស្រៈអញ្ចឹងយើងត្រូវយកជើងហ្នឹងមកបូកជាមួយនឹងព្យញ្ជនៈដែលនៅមកបូកជាមួយនឹងស្រៈដែលនៅបន្ទាប់អញ្ចឹងដូចពាក្យផាំងបញ្ចប់ដោយអក្សรงអញ្ចឹងអក្សรงហ្នឹងមកបូកជាមួយសអ៊ឺលទៅជាផាំងងឿលតើណាចា៎អ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងមេរៀនរបស់យើងគឺមានតែប៉ុណ្្នឹងទេខំសាហាមនីដាអរគុណសម្រាប់ការទស្សនាថៅមេតូផាយ៉ូជួបគ្នាពេលក្រោយទៀត